រ៉ង់ប្រាប់ឲ្យក្រុមហូទីត្រៀមបិទសមុទ្រក្រហមបើអាមេរិកហ៊ានវាយប្រហាររោងចក្រអគ្គិសនីរបស់ខ្លួនបញ្ហាចំនួនរវាងអាមេរិកនិងអ៊ីរ៉ង់រៀលដាលកាន់តែខ្លាំងបន្ទាប់ពីច្រកសមុទ្រ Hormuz ត្រូវបានប្រកាសបិទជាស្ថាពរឥឡូវនេះដល់វេនសមុទ្រក្រហមវិញម្ដងថ្ងៃនេះអ៊ីរ៉ង់ស្នើសុំឲ្យក្រុមឧទាមហ៊ូទីនៅប្រទេសយេម៉ិនត្រៀមខ្លួនបិទសមុទ្រក្រហមថែមទៀតប្រសិនបើដូច្នេះមែនការផ្គត់ផ្គង់ថាមពលនិងទំនិញទូទាំងសកលលោកប្រកាសជាជួបវិបត្តិធំជាមិនខានគម្រោងបិទច្រកសមុទ្រនេះត្រូវបានពិភាក្សាគ្នាយ៉ាងផុសផុលនៅក្នុងចំណោមថ្នាក់ដឹកនាំធំៗនៅអ៊ីរ៉ង់ហើយបានបញ្ជូនដំណឹងនេះទៅក្រុមហូទីរួចហើយប្រសិនបើអាមេរិកនៅតែវាយប្រហាររោងចក្រអគ្គិសនីអ៊ីរ៉ង់ពេលណាក្រុមហូទីត្រូវបិទសមុទ្រក្រហមពេលនោះនេះបើយោងតាមប្រភព3នាក់ដែលបង្ហើបរឿងនេះប្រាប់អ្នកសារព័ត៌មានប្រភពពីរដ្ឋាភិបាលអ៊ីរ៉ង់ដែលបង្ហើបឲ្យដឹងថាក្រុមហូទីបានទទួលដំណឹងនេះរួចហើយបន្ទាប់ពីលោកដូណាល់ត្រាំព្រមានម្ដងជា2ដងថានឹងវាយកំទេចទីតាំងផលិតអគ្គិសនីរបស់ប្រទេសអ៊ីរ៉ង់ប្រសិនបើពួកគេមិនព្រមចូលតុចរចានៅសប្តាហ៍ក្រោយប្រភពដែលស្និទ្ធនឹងក្រុមហ៊ូទីបង្ហើបឲ្យដឹងទៀតថាក្រុមនេះបានត្រៀមលក្ខណៈសម្បត្តិរួចហើយដើម្បីត្រៀមប្រហារកប៉ាល់ដឹកទំនិញដែលបាក់កាត់សមុទ្រក្រហមពួកគេដាក់ពង្រាយគ្រាប់មីស៊ីលនិងដ្រូននៅក្បែរច្រកបែប El Mandeb ដែលជាច្រកទ្វារឆ្ពោះទៅរកសមុទ្រក្រហមហើយស្ថិតនៅតំបន់ខ្ពង់រាបទល់មុខទីក្រុង Hodeida និងឈូងសមុទ្រ Aden ពួកគេកំពុងរងចាំបញ្ជាដើម្បីចេញប្រតិបត្តិការប្រសិនបើមានអ្វីមិនស្រួលកើតឡើងនៅសមុទ្រក្រហមនិងច្រកទ្វារបែប El Mandeb វារឹតតែបន្ថែមបញ្ហាកាន់តែធ្ងន់ធ្ងរការដឹកជញ្ជូនថាមពលប្រេងឆៅនិងហ្គាសនឹងមានបញ្ហាធំដោយសារច្រកសមុទ្រ Hormuz បិទជិតឈឹងទៅហើយប្រសិនបើក្រុមហូទីវាយប្រហារកប៉ាល់ដឹកប្រេងឬវាយប្រហារកំពង់ផែនានានៅសមុទ្រក្រហមពេលនោះច្រកផ្លូវសម្រាប់ដឹកជញ្ជូនប្រេងធំៗទាំងពីរនឹងត្រូវរងការរំខាននៅក្នុងពេលដំណើរគ្នាហេតុនេះវាជាការបើកសមរភូមិថ្មីទាំងសមរភូមិថាមពលនិងសមរភូមិប្រដាប់អាវុធរវាងអ៊ីរ៉ង់និងអាមេរិកប្រភពដែលស្និទ្ធនឹងក្រុមហូទីបានប្រាប់ក្រុមអ្នកតំណាងរបស់ឆ្មាំបដិវត្តន៍អ៊ីស្លាមដែលកំពុងស្ថិតនៅប្រទេសយេម៉ិនជាអ្នកសម្រេចថាក្រុមហូទីត្រូវបិទច្រកបែបEl Mandeb នៅពេលណាស្ថានភាពនៅមជ្ឈមបូព៌ាចាប់ផ្ដើមឡើងកម្ដៅកាន់តែខ្លាំងនៅពេលក្រុមហូទីបាញ់មីស៊ីលជាច្រើនគ្រាប់ដាក់ប្រទេសអារ៉ាប៊ីសាអូឌីតបន្ទាប់ពីពួកគេចោទប្រកាន់ថាអារ៉ាប៊ីសាអូឌីតបានវាយប្រហារព្រលានយន្តហោះមួយកន្លែងដែលស្ថិតក្រោមការគ្រប់គ្រងរបស់ហូទីកាលពីថ្ងៃច័ន្ទដូច្នេះបទឈប់បាញ់រវាងភាគីទាំងពីររយៈពេល4ឆ្នាំកន្លងទៅនេះបានឈានដល់ទីបញ្ចប់ហើយអ្នកវិភាគថាចំនួនរវាងហូទីនិងអារ៉ាប៊ីសាអូឌីតកើតឡើងនៅក្នុងកលៈទេសៈអាក្រក់ប្រសិនបើការប្រយុទ្ធគ្នាផ្ទុះឡើងកាន់តែខ្លាំងហើយរាលដាលទៅដល់ហេដ្ឋារចនាសម្ព័ន្ធសម្រាប់ស្តុកទុកទំនិញដឹកជញ្ជូនកាត់សមុទ្រក្រហមឬក៏រាលដាលទៅដល់ការដឹកជញ្ជូនពេលនោះច្រកផ្លូវដើរនៅសេសសល់តែមួយគត់សម្រាប់ការដឹកជញ្ជូននៅពេលអត់ពីច្រកហូមូទៅនឹងរងការគំរាមកំហែងយ៉ាងខ្លាំងប្រភពពីអ្នកដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីតប្រាប់ថាប្រទេសនេះយកចិត្តទុកដាក់ខ្ពស់ចំពោះការគំរាមកំហែងពីសំណាក់អ៊ីរ៉ង់និងក្រុមហូទីអារ៉ាប៊ីសាអូឌីតដឹងច្បាស់ថាក្រុមហូទីនិងអ៊ីរ៉ង់កំពុងសហការគ្នាយ៉ាងជិតស្និទ្ធនៅសមុទ្រក្រហមដើម្បីធ្វើសកម្មភាពអ្វីម្យ៉ាងគេសង្កេតឃើញថាប្រេងឆៅដែលធ្លាប់ដឹកកាត់ច្រកសមុទ្រហូមូភាគច្រើនត្រូវបង្វែរទិសដៅទៅបញ្ជូនកាត់សមុទ្រក្រហមវិញម្ដងនៅពេលហូមូសមានបញ្ហាប្រេងភាគច្រើនបង្ហូរកាត់តាមបំពង់បង្ហូរប្រេងរបស់អារ៉ាប៊ីសាអូឌីតសមុទ្រក្រហមសប្តាហ៍ថ្ងៃនេះដឹកជញ្ជូនថាមពល 7% ទៅកាន់ទីផ្សារពិភពលោក